រិត្រីសុដីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសិរីយុកោមេកិយុលើកយកផ្នែកមួយនៃអក្សរសាស្ត្រយកមកបង្ហាញគឺចម្រៀងមនោសញ្ចេតនាការរៀបរៀងឡើងមានវត្ថុបំណងសំខាន់4យ៉ាងទី1ជួយបន្ធូរអារម្មណ៍និងកាត់បន្ថយភាពតានតឹងនិងការហត់នឿយខ្លាយទី2ចង់ចែករំលែកបទពិសោធន៍ដល់អ្នកនិពន្ធទាំងឡាយទី3ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុករបៀបតែងចម្រៀងដ៏សម្បូរបែបទី4ចង់ទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកាដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅចម្រៀងទី11ចំការថៃនិស័យស្នេហ៍សួនសឧត្តមជោគជ័យសេរីកំណើតស្នេហ៍ថ្មីលើដែនដីចាស់ព្រែកឯងរឿងខ្ញុំខុសមុនស្រឡះគ្មានអ្វីបដូរផ្លាស់ស្នេហ៍ខ្ញុំបានឡើយមាត់ស្រះទឹកថ្លាថ្លាយងយល់ដីបងនឹងចរណៃប្រឡែងគៀកកើបលុបផ្កាជែកទុំភ្លៅអូនជាខ្នើយចរចាឆ្លងឆ្លើយស្នេហ៍យើងពីប្រានសួនចំការថៃកំណើតស្នេហាកាលវ័យសិក្សាធ្លាប់លេងកំសាន្តកន្លែងណាត់ជួបបងនឹងកល្យានអោស្រស់ចំណានបងស៊ូខ្សែប្រានបើមិនបានអូនជាគូវាសនានឹកឃើញរឿងដើមដង្ហើមស្ទើរភ្លឹកពេលចុះមុជទឹកអោបករៀមរាហែបហែលបិទពួនក្នុងស្រះទឹកថ្លាអូនលើកហាត់ថាដុសក្អែលឲ្យបងស្រមោលអនុសាបងនឹងជីវ៉ាហាក់នៅថ្មីអង្គុយមាត់ស្រះក្បែរស្ពានឈើថ្មីនិមនួនស្ទូចត្រីបងបិទនុយឲ្យនិពន្ធដោយខ្ញុំបាទសសិរីយុកោនិពន្ធនៅថ្ងៃទី10ខែ1ឆ្នាំ2000អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកចម្រៀងជាភាសាដួងចិត្តរិត្រីសួស្ដីសូមជម្រាបលា